សញ្ញាទាំងនេះបង្ហាញថាអ្នកកំពុងស្ថិតនៅក្នុងទំនាក់ទំនងស្នេហាដែលមិនមានភាពច្បាស់លាស់ទី1មិនដែលនិយាយផែនការអនាគតជាមួយគ្នាភាពច្បាស់លាស់រវាងមនុស្សពីរនាក់ដែលនៅក្នុងទំនាក់ទំនងស្នេហានោះគឺនៅពេលដែលមនុស្សពីរនាក់បានរៀបចំផែនការអនាគតនិងត្រៀមខ្លួនទុកជាមុនដើម្បីចាប់ផ្ដើមអនាគតជាមួយគ្នាប៉ុន្តែប្រសិនបើអ្នកនិងគូស្នេហ៍របស់អ្នកមិនដែលនិយាយជាមួយគ្នាអំពីផែនការអនាគតជាមួយនឹងគ្នានោះទេមានន័យថាអ្នកកំពុងស្ថិតនៅក្នុងទំនាក់ទំនងស្នេហាមួយដែលមិនមានភាពច្បាស់លាស់នឹងគ្នាហើយ2ស្រឡាញ់គ្នាយូរឆ្នាំដែរតែមិនទាន់ដឹងដល់គ្រួសារទាំងសងខាងទំនាក់ទំនងស្នេហាដែលមានភាពច្បាស់លាស់នឹងគ្នានោះគឺនៅពេលដែលមនុស្សពីរនាក់ឲ្យគ្រួសារទាំងសងខាងបានដឹងពីទំនាក់ទំនងស្នេហាប៉ុន្តែបើអ្នកនិងគូស្នេហ៍របស់អ្នកស្រឡាញ់គ្នាអស់រយៈពេលយូរឆ្នាំហើយតែមិនទាន់ដឹងដល់គ្រួសារទាំងសងខាងទៀតនោះវាគឺជាសញ្ញាដែលបង្ហាញថាអ្នកកំពុងតែស្ថិតនៅក្នុងទំនាក់ទំនងស្នេហាមួយដែលមិនទាន់មានភាពច្បាស់លាស់នឹងគ្នានៅទេហេតុនេះហើយអ្នកគួរតែមានការគិតពិចារណាឡើងវិញកុំឲ្យខាតទាំងពេលវេលានិងក្តីស្រឡាញ់ដែលផ្ដល់ឲ្យគ្នា3មិនដែលមានភាពផ្អែមល្ហែមឬមានមនោសញ្ចេតនាស៊ីជម្រៅជាមួយគ្នាស្នេហាដែលមានភាពច្បាស់លាស់នឹងគ្នាជាស្នេហាដែលតែងតែមានភាពផ្អែមល្ហែមនឹងគ្នានិងមានមនោសញ្ចេតនាជ្រាលជ្រៅរវាងគ្នានិងគ្នាតែប្រសិនបើអ្នកនិងគូស្នេហ៍របស់អ្នកចេះតែហាមាត់ថាស្រឡាញ់ប៉ុន្តែមិនដែលមានភាពផ្អែមល្ហែមឬមនោសញ្ចេតនាជ្រាលជ្រៅនឹងគ្នានោះទេវាក៏កំពុងតែបង្ហាញថាស្នេហារវាងអ្នកនិងគូស្នេហ៍របស់អ្នកគឺមិនមែនជាស្នេហាពិតឡើយលើសពីនេះវាក៏មិនមែនជាទំនាក់ទំនងស្នេហាដែលមានភាពច្បាស់លាស់ដែរសូមអរគុណ